នាំពាក្យនៃក្រសួងការបរទេសចិនបានបញ្ជាក់មិញនេះថាចិនសង្ឃឹមថាកម្ពុជានិងថៃនឹងបន្តសម្លឹងទៅមុខបន្តទៀតដើម្បីបង្កើនការសន្ទនានិងទំនាក់ទំនងរួមគ្នាដើម្បីធានាឲ្យបាននៅបទឈប់បាញ់ឲ្យបានពេញលេញនិងយូរអង្វែងនេះគឺជាអ្វីដែលប្រទេសកម្ពុជាចង់បានហើយភាគីខាងសៀមឬក៏ភាគីខាងថៃតែងតែជំទាស់ឬក៏តែងតែតវ៉ានៅពេលដែលកម្ពុជាដាក់សំណើឬក៏ស្នើសុំដើម្បីប្រជុំជាពិសេសគឺមួយរយៈពេលចុងក្រោយនេះគឺស្នើសុំប្រជុំ JBC បាទថៃគឺស្នើលើកពេលបាទអ្នកនាំពាក្យក្រសួងការបរទេសចិនលោកលីនជានបានបញ្ជាក់ថ្មីពាក់ព័ន្ធទៅនឹងស្ថានភាពព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំដែលបានធ្វើឡើងកាលពីថ្ងៃទី5ខែមករាឆ្នាំ2026នេះថាក្នុងនាមជាមិត្តភ័ក្តិនិងជាអ្នកជិតខាងឬក៏ជាអ្នកជិតស្និទ្ធរបស់ប្រទេសទាំងពីរប្រទេសចិនមានការលើកទឹកចិត្តយ៉ាងខ្លាំងក្លាចំពោះការបន្តអនុវត្តនៅបទឈប់បាញ់ឲ្យបានពេញលេញរវាងប្រទេសកម្ពុជានិងប្រទេសថៃនិងការវិលត្រឡប់ដោយសុវត្ថិភាពវិញរបស់ទាហានកម្ពុជាទាំង18នាក់ចិនសង្ឃឹមថាកម្ពុជានិងថៃនឹងបន្តសម្លឹងមើលទៅមុខដើម្បីបង្កើនការសន្ទនានិងទំនាក់ទំនងគ្នារួមគ្នាធានាបាននៅបទឈប់បាញ់ឲ្យបានពេញលេញនិងយូរអង្វែងជាពិសេសគឺការកសាងទំនុកចិត្តឡើងវិញបន្តិចម្ដងនឹងធ្វើឲ្យមានទំនាក់ទំនងមានភាពប្រសើរឡើងវិញត្បិតវាបម្រើផលប្រយោជន៍ជាមូលដ្ឋានរួមនៃប្រទេសទាំងពីរអ្វីដែលកាន់តែពិសេសហ្នឹងគឺធ្វើឲ្យប្រទេសទាំងពីរហ្នឹងគឺមានភាពយូរអង្វែងរបស់ប្រជាជនកម្ពុជានិងប្រជាជនថៃហើយវាក៏ជាអ្វីដែលសហគមន៍អន្តរជាតិសង្ឃឹមនឹងចង់បានឬក៏ចង់ឃើញផងដែរបាទនេះគឺជាការលើកឡើងរបស់លោកលៀនជាងដែលជាអ្នកនាំពាក្យក្រសួងការបរទេសចិនលោកបានបញ្ជាក់បន្ថែមទៀតថាប្រទេសចិននឹងបន្តអនុវត្តនៅគំនិតផ្ដួចផ្ដើមដើម្បីរក្សាបាននៅសន្តិភាពជាសកលដែលដាក់ចេញដោយប្រធានាធិបតីស៊ីជីនពីងអនុវត្តតាមទិសដៅដែលបានកំណត់ដោយប្រទេសទាំង3គឺប្រទេសចិនប្រទេសថៃនិងប្រទេសកម្ពុជានៅក្នុងកិច្ចប្រជុំមួយដែលឈ្មោះថា Voisin កាលពីថ្ងៃទី28ថ្ងៃទី29ខែធ្នូឆ្នាំ2025កន្លងមកនេះដែលមានការសម្របសម្រួលយ៉ាងសកម្មតាមរបៀបអាស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរដើម្បីសម្រេចបាននៅបទឈប់បាញ់ប្រកបដោយចីរភាពនិងធ្វើឲ្យមានទំនាក់ទំនងប្រសើរឡើងក៏ដូចជាការរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាជាមួយនឹងប្រទេសជិតខាងគូបញ្ជាក់ផងដែរថានៅព្រឹកថ្ងៃទី6ខែមករាឆ្នាំ2026នេះគឺមានការផ្ទុះដែរប៉ុន្តែផ្ទុះនេះគឺផ្ទុះគ្រាប់នៅគំនរសម្រាមទេប៉ុន្តែបើតាមការចុះផ្សាយរបស់ក្រសួងការពារជាតិកម្ពុជាដោយឡែកតកតងជាមួយនឹងព័ត៌មានចេញផ្សាយជាច្រើនរបស់ខាងព័ត៌មានថៃគឺគេបានផ្សាយជាច្រើនដែរតកតងមួយរឿងរ៉ាវហ្នឹងបាទសង្ឃឹមថាប្រទេសកម្ពុជានិងប្រទេសថៃគឺនឹងអនុវត្តនៅបទឈប់បាញ់ឲ្យបានពេញលេញជាយូរ